ក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបាទសម្រាប់បងប្អូនដែលគាត់ភ្លេចបាទ password account Facebook ខ្លួនឯងបាទសួស្តីបងប្អូនទាំងអស់គ្នាបាទក៏សូមស្វាគមន៍មកកាន់ Channel Nayor Official ក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញបាទរបៀបដោះស្រាយបាទភ្លេច password account Facebook ខ្លួនឯងបាទតោះឥឡូវនេះបាទយើងកុំនៅចាំយូរអីបាទយើងទៅអនុវត្តបាទវីដេអូនេះទាំងអស់គ្នាបាទមុនដំបូងបងប្អូនចុចចេញមក Home សិនបាទចុចចេញមក Home សិនមកបាទបន្ទាប់មកបងប្អូនចុចចូលបាទក្នុង account Facebook នេះមកបាទចុចចូលពេលលោតចេញមកផ្ទាំងបែបនេះបាទវាមាន account Facebook ជាច្រើនបាទខ្ញុំចង់យក account Facebook មួយនេះបាទយកទៅអនុវត្តឲ្យបងប្អូនមើលតែម្ដងតែខ្ញុំបានភ្លេចបាទ password account Facebook នេះបាត់ហើយអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំចុចចូលនៅទីនេះតែម្ដងបាទអញ្ចឹងវាចេញមកទម្រង់បែបនេះបាទបន្ទាប់បងប្អូនត្រូវធ្វើបន្តទៀតបងប្អូនចុចយកខាងក្រោមនេះគេដាក់ថា forgot password អញ្ចឹងបងប្អូនចុចចូលបាទនៅទីនេះមកបាទម្ដងកន្លែងនេះគេឲ្យយើងបាទ enter your phone number បាទបងប្អូនបាទបង្កើត Facebook ហ្នឹងណាបាទតាមលេខទូរស័ព្ទបងប្អូនបំពេញលេខទូរស័ព្ទនៅទីនេះមកបាទបើសិនជាបងប្អូនបាទបង្កើតបាទ account Facebook តាម Gmail វិញបាទអញ្ចឹងបងប្អូនចុចយកខាងក្រោមនេះបាទអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះម្ដងទៀតបាទខ្ញុំធ្វើវីដេអូនេះបាទសម្រាប់តែបងប្អូនដែលគាត់ភ្លេចបាទ password account Facebook ទេបាទហ្នឹងហើយអញ្ចឹងបងប្អូនចុចចូលកន្លែងនេះបើបងប្អូនបាទបង្កើត Facebook នោះតាមរយៈ Gmail អញ្ចឹងបងប្អូនចុច select កន្លែងនេះមកបាទអញ្ចឹងគេឲ្យយើងបំពេញ Gmail នៅទីនេះហើយបាទអញ្ចឹងបងប្អូនបំពេញ Gmail បងប្អូននៅទីនេះមកបាទបើបងប្អូនបង្កើតតាមលេខទូរស័ព្ទបងប្អូនចុចយកកន្លែងនេះបាទនេះបងប្អូនអញ្ចឹងយើងបំពេញលេខទូរស័ព្ទមកបាទដោយសារខ្ញុំបង្កើត account Facebook តាម Gmail អញ្ចឹងខ្ញុំចុចចូល select យកទីនេះហើយខ្ញុំវា Gmail ខ្ញុំចូលតែម្ដងបាទនេះគឺជា account Gmail Facebook របស់ខ្ញុំបាទបន្ទាប់ពីបងប្អូនបំពេញរួចរាល់អស់ហើយបងប្អូនចុចពាក្យថា find your account បាទនៅទីនេះមកបាទចុចបងប្អូនចុចចូលបងប្អូនក្លែកមើលខាងលើនេះតើឈ្មោះ account Facebook របស់បងប្អូននឹងពិតឬក៏អត់ហើយកន្លែងនេះយើងត្រូវមានរូបទៀតដោយសាររបស់ខ្ញុំអត់ចេញឲ្យអញ្ចឹងណាបងប្អូនដូចថាបងប្អូនពិនិត្យមើលថាត្រឹមត្រូវហើយបងប្អូនគ្រាន់តែចុចបាទចូលពាក្យថា continue នៅខាងក្រោមនេះបាទអញ្ចឹងបងប្អូនចុចចូលកន្លែងហ្នឹងមកបាទតែបើកន្លែងនេះនៅក្នុង account Facebook បងប្អូនណាបងប្អូនដាក់មាន add លេខទូរស័ព្ទចូលដែរកន្លែងនេះវាមាន load Gmail ផងលេខទូរស័ព្ទផងបាទបងប្អូនត្រូវ select បាទយកលេខទូរស័ព្ទក៏បានដោយតែទូរស័ព្ទបងប្អូននៅប្រើប្រាស់ជាប្រចាំថ្ងៃបាទដើម្បីទៅយកលេខកូដបាទពី Gmail ឬក៏លេខទូរស័ព្ទហ្នឹងបាទអញ្ចឹងដោយសារខ្ញុំអត់មានលេខទូរស័ព្ទទេបាទនេះឃើញទេអញ្ចឹងមាន Gmail មួយទេអញ្ចឹងខ្ញុំ select យក Gmail ហ្នឹងបាទបើបងប្អូនមានទាំង Gmail ហើយមានទាំងលេខទូរស័ព្ទបងប្អូន select យកមួយណាក៏បានដែរដើម្បីយើងទៅយកលេខកូដពីទូរស័ព្ទដៃឬក៏ Gmail ហ្នឹងមុននឹងបងប្អូន select យក Gmail បាទ select យក Gmail ដើម្បីយើងទៅយកលេខកូដពី Gmail មួយហ្នឹងអញ្ចឹងបងប្អូនចុចចេញមក Home សិនបាទដើម្បីយើងទៅ connect Gmail ហ្នឹងសិនបាទដើម្បីទៅយកលេខកូដណាបាទហ្នឹងហើយចុចចូល Gmail ហ្នឹងមកតោះមកបងប្អូនចុចចូល Gmail កន្លែងនេះមកហ្នឹងហើយអូនត្រូវ select យកនៅ Gmail បងប្អូនដូចខាងលើនេះបាទអញ្ចឹងបងប្អូនដូចថាចុចចឹងមកបាទអញ្ចឹងវាមាននេះ Gmail ជាច្រើនអញ្ចឹងធ្វើម៉េចយើង select យកតែ Gmail ដែលយើងបានបង្កើត account Facebook ហ្នឹងមកបាទនេះបងប្អូនចុចមកវិញមកបាទនេះដើម្បីគេផ្ញើលេខកូដមកវាចូលនៅកន្លែងនេះទោះយើងដោះស្រាយអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនចុចចេញមកវិញមកបាទចុចចេញមកវិញបាទហើយបងប្អូនចុចចូលបាទ Facebook របស់យើងទៅបន្តទៀតបាទបន្ទាប់មកបងប្អូនចុចបាទពាក្យថា continue ទៅបាទចុចចូលមកបាទបន្ទាប់មកបងប្អូនបាទត្រូវទៅយកបាទលេខកូដបាទ6ខ្ទង់ហ្នឹងពី Gmail មួយនេះបាទអញ្ចឹងខ្ញុំចុចចេញមក Home សិនចុចចេញមកខ្ញុំចូល Gmail ឥឡូវនេះផ្ញើលេខកូដមកឲ្យបាទបងប្អូនយកលេខកូដបាទមួយនេះយកទៅបំពេញទៅបាទចុចចូលមកបាទនេះបងប្អូនខាងលើនេះបាទគឺតែមួយទេបងប្អូនបាទនេះបងប្អូនឃើញទេអញ្ចឹងបងប្អូនអាច copy បានបាទ copy paste ក៏បានដែរអញ្ចឹងបងប្អូនចុចចេញមកវិញបាទបងប្អូន copy paste មកវាឲ្យឬក៏អត់បាទបន្ទាប់មកបងប្អូនចុចពាក្យថា continue បាទបន្តទៀតដូចបងប្អូនបានឃើញអញ្ចឹងបាទគេដាក់ថាបាទ create a new password អញ្ចឹងគេឲ្យយើងបំពេញនៅទីនេះណាបាទគេឲ្យយើងដាក់ password ថ្មីបាទអញ្ចឹងបងប្អូនបំពេញមកបាទបន្ទាប់ពីខ្ញុំបំពេញ password រួចរាល់ហើយអញ្ចឹងខ្ញុំចុចពាក្យថា continue បាទបងប្អូនចុច OK ទៅបាទនេះគឺជា account Facebook របស់យើងឥឡូវយើងបានដូរ password បាទរួចរាល់ហើយបងប្អូនបាទបងប្អូនត្រូវចាំកន្លែងដែលយើងបំពេញបាទ password ថ្មីមិញហ្នឹងមកបាទយកប៊ិចកត់ទុកណាហ្នឹងហើយកុំឲ្យភ្លេចណាអញ្ចឹងខ្ញុំចុចចេញមក Home សិនបាទខ្ញុំចុចចេញ log out សិនបាទច្រឡំបាទហើយបងប្អូនចុចចូលបាទឈ្មោះដែលខ្ញុំបានបង្ហាញនេះបាទហ្នឹងខ្ញុំចុចចូលអញ្ចឹងគេឲ្យយើងវាយ password ដែរបាទអញ្ចឹងបងប្អូនវាយ password បងប្អូនមកបាទវាយ password ដែលបងប្អូនបានដាក់ password ថ្មីមិញណាអញ្ចឹងខ្ញុំសូមបំពេញកន្លែងនេះបន្តិចសិនបាទ
តទៅខ្ញុំបំពេញ password ថ្មីរបស់ខ្ញុំនៅកន្លែងនេះរួចហើយចាំបងប្អូនចង់មើលថាតើបងប្អូនបំពេញត្រឹមត្រូវឬក៏អត់បងប្អូនអាចចុចនៅកន្លែងនេះអញ្ចឹងយើងមើលឃើញលេខដែលយើងបានបំពេញហើយបាទអញ្ចឹងបន្តមកទៀតមកខ្ញុំចុចពាក្យថា log in បាទអញ្ចឹងបងប្អូនចុចមកកន្លែងនេះមកបាទនេះ open នេះមកបាទចុចចូលមកហ្នឹងហើយកន្លែងនេះគេឲ្យយើងដូរយើងបាច់ចាំដូរក៏បានយើងចុចចូលទៅបាទហើយយើងចុចចូលបន្តទៀតមកហើយយើងចុចនេះមកបាទចុចនេះក៏បានដែរបងប្អូនអត់អីចុចចេញមកវិញមកបាទចុចចេញមកបាទចុច continue មកបាទដោយសារខាងក្រុមហ៊ុនអាប់ដេតថ្មីអញ្ចឹងបងប្អូនយើងអាចបង្ហោះរូបភាពរូបអីចឹងទៅឲ្យយើងបាទចូលតាមរបៀបដែលខ្ញុំបង្ហាញទៅដល់បងប្អូននឹងវាចុចឲ្យយើងចុចបន្តហ្នឹងទៅបាទអញ្ចឹងវីដេអូហ្នឹងអត់មានអីច្រើនទេបងប្អូនបាទអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទ